បាទអង្គការឃ្លាំមើលពិភពលោក Global Witness រកឃើញថាក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងកាន់កាប់ក្រុមហ៊ុននិងមានភាគហ៊ុនដោយសម្ងាត់ជាច្រើនដែលក្រុមហ៊ុនខ្លះកំពុងរំលោភសិទ្ធិមនុស្សហើយខ្លះទៀតកំពុងបំពានច្បាប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្តោបក្តាប់នឹងប្រើប្រាស់ស្ថាប័នកម្ពុជារបស់ជាតិដើម្បីការពារប្រយោជន៍ត្រកូលហ៊ុននិងបកពួកប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណៈបកប្រជាជនកម្ពុជាបដិសេធការចោទប្រកាន់នេះបាទសូមអញ្ជើញទស្សនាសេចក្តីរាយការណ៍របស់លោកមុំមនីរតរបាយការណ៍កម្រាស់ជិត60ទំព័ររបស់អង្គការឃ្លាំមើលពិភពលោក Global Witness មានចំណងជើងថាការក្តោបក្តាប់មុខជំនួយនៅកម្ពុជាបង្ហាញថាអធិរាជត្រកូលហ៊ុនកំពុងគ្រប់គ្រងសេដ្ឋកិច្ចធំរបស់កម្ពុជាតាមរយៈអំពើពុករលួយរំលោភអំណាចរំលោភច្បាប់និងរំលោភសិទ្ធិមនុស្ស Global Witness រកឃើញថាគ្រួសារត្រកូលហ៊ុនបានកាន់កាប់ផ្ទាល់ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនគិតជាតម្លៃទឹកប្រាក់ចុះបញ្ជីជាង$200 លានសហរដ្ឋអាមេរិកនេះគ្រាន់តែជាចំនួនទឹកប្រាក់ចេញមុខក៏ប៉ុន្តែទឹកប្រាក់ទ្រព្យសម្បត្តិនិងភាគហ៊ុនលាក់មុខមិនប្រកាសដែលប្រើឈ្មោះคล้ายៗនិងមានជាមួយក្រុមហ៊ុនអន្តរជាតិយីហោល្បីៗដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុនចំនួន114ផ្សេងទៀតនៅក្នុងស្រុកនិងមានដូចជាក្រុមហ៊ុន Sangtela និងក្រុមហ៊ុនទឹកសុទ្ធ Vital ជាដើម Global Witness រាយការណ៍ដែរថាក្រសួងទេសចរបានកំណត់យកទឹកបរិសុទ្ធ Vital ដែលជាផលិតផលក្រុមហ៊ុន NVC Corporation ដឹកនាំដោយលោកស្រីហ៊ុនម៉ាណាជាទឹកបរិសុទ្ធផ្លូវការសម្រាប់ពិធីទាំងអស់របស់រដ្ឋ Global Witness អះអាងថាទ្រព្យសម្បត្តិរបស់ត្រកូលហ៊ុនមានចន្លោះពី$5,000 ទៅ$10,000 លានសហរដ្ឋអាមេរិកស្ថាបនិករបស់អង្គការ Global Witness លោក Patrick Ali និយាយថាក្រៅពីឪពុករបស់ពួកគេកំពុងគ្រប់គ្រងយោធាប៉ូលីសតុលាការរដ្ឋសភានិងស្ថាប័នរបស់រដ្ឋទាំងឡាយហើយនោះចំណែកកូននិងសាច់ញាតិរបស់គាត់ជាច្រើនទៀតកំពុងកាន់កាប់វិនិយោគនិងគ្រប់គ្រងសេដ្ឋកិច្ចសំខាន់របស់ប្រទេសទាំងមូលតែម្ដងឧទាហរណ៍កូនប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណិតដែលមានងារជាប្រធាននាយកដ្ឋានចារកម្មយោធាផងជាអគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកម្ពុជាឯកជនដែលជាការផ្ទុយពីច្បាប់កម្ពុជា Global Witness បន្តថាគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងប្រើប្រាស់ត្រកូលហ៊ុនធ្វើជាឥទ្ធិពលដើម្បីរកស៊ីយ៉ាងកក្រឹកកក្រែងពួកគេកំពុងគ្រប់គ្រងនិងមានភាគហ៊ុនក្នុងក្រុមហ៊ុនផ្នែកឧស្សាហកម្មកសិកម្មរ៉ែព្រៃឈើធម្មពលរោងចក្រកន្លែងកម្សាន្តតំបន់សេដ្ឋកិច្ចពិសេសសន្តាគារទេសចររោងចក្រល្បែងស៊ីសងក្រុមហ៊ុនដឹកជញ្ជូនហិរញ្ញវត្ថុសារព័ត៌មាននិងក្រុមហ៊ុនជាច្រើនទៀតក្នុងនោះមានទាំងក្រុមហ៊ុនច្បាប់សម្រាប់ lobby ធ្វើច្បាប់ទៀតផងអ្នកស្រីហ៊ុនម៉ាណាក្រៅពីរកស៊ីជានាយិកាទូរទស្សន៍បាយ័ន BTV News ATV កាសែតកម្ពុជាថ្មីនិងវិទ្យុបាយ័នដែលជួយឃោសនាឲ្យឪពុករបស់អ្នកស្រីហើយនោះគាត់ក៏ជាមនុស្សមានមុខចំនួនធំនិងមានភាគហ៊ុនច្រើនជាងគេដែរក្នុងគ្រួសារត្រកូលហ៊ុននេះក្រៅពីរកស៊ីខាងផ្នែកសារព័ត៌មានអ្នកស្រីក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរនិងក្រុមហ៊ុនឯកជនរាប់មិនអស់ជាច្រើនទៀតហើយក៏ជាប្រធានក្រុមហ៊ុន Jaya Holding ដែលជាសាខារបស់ក្រុមហ៊ុននៅប្រទេសសង្ហបុរីមួយដែលរកស៊ីខាងផ្នែកសេវាធម្មពលពីតំបន់ឆ្នេររីឯប្អូនស្រីរបស់អ្នកស្រីម្នាក់ទៀតគឺអ្នកស្រីហ៊ុនម៉ាលីជាប្រធានក្រុមហ៊ុននិងមានភាគហ៊ុនជាច្រើនមិនចាញ់បងប៉ុន្មាននោះទេអ្នកស្រីហ៊ុនម៉ាលីជាប្រធានក្រុមហ៊ុន Visa Unilever Procter and Gamble Honda និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនស្រាបៀរ Tiger ថែមទៀតទីនេះអ្នកស្រីក៏មានភាគហ៊ុនជាច្រើនជាមួយក្រុមហ៊ុនលក់សម្ភារៈកីឡាដូចជា Adidas ក្រុមហ៊ុនលក់ថ្នាំពេទ្យ Guardian Pharmacy ក្រុមហ៊ុនសម្អាង Shiseido និងក្រុមហ៊ុនជាច្រើនសន្ធឹកសន្ធាប់ទៀតអង្គការ Global Witness ក៏បានរកឃើញដែរថាប្តីរបស់អ្នកស្រីហ៊ុនម៉ាលីគឺលោកសុកពុទ្ធិវុឌ្ឍដែលជាកូនប្រុសរបស់ឧបនាយករដ្ឋមន្ត្រីលោកសុកអានវិញនោះជានាយកក្រុមហ៊ុន Saoma Energy ដែលមានដើមទុន$10 លានតម្កល់នៅក្រសួងពាណិជ្ជកម្មក្រុមហ៊ុននេះបានបោះទុនជាមួយក្រុមហ៊ុនធម្មពលរបស់អាមេរិកមួយឈ្មោះ General Electric នេះនៅមិនទាន់រាប់បញ្ចូលភរិយារបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនម៉ាណីដែលមានក្រុមហ៊ុននិងភាគហ៊ុនជាមួយក្រុមហ៊ុនឯកជនផ្សេងមិនចាញ់បងប្អូនរបស់លោកទាំងពីរប៉ុន្មាននោះដែរអង្គការឃ្លាំមើលពិភពលោកមួយនេះក៏បានរកឃើញក្មួយប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូធ្លាប់ជាប់ពាក់ព័ន្ធរឿងលាងលុយកខ្វក់និងជួញដូរគ្រឿងញៀនដែលមានតម្លៃ$1,000 លានសហរដ្ឋអាមេរិកទៅកាន់ប្រទេសអូស្ត្រាលីប៉ុន្តែក្រោយមកលោកបដិសេធរបាយការណ៍ដែលមានចំណងជើងថាអាណាចក្រសាជីវកម្មរបស់អ្នកកាន់អំណាចគ្រួសារត្រកូលហ៊ុននេះក៏ត្រូវបានកាសែតដែលផ្សាយជាភាសាអង់គ្លេសមានកាសែតភ្នំពេញប៉ុស្តិ៍កាសែត Cambodia Daily និងកាសែតខ្មែរ Time ចេញផ្សាយនៅថ្ងៃប្រហ័សទី7 កក្កដានេះដែរអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានចោទអង្គការ Global Witness
មានចរិតគុំគួនជាមួយគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកបន្តថាកូនរបស់លោកហ៊ុនសែនជាពលរដ្ឋសាមញ្ញមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្មអង្គការ Global Witness ចាត់ទុកថាអធិរាជត្រកូលហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការទាំងមូលរបស់ប្រទេសស្ថិតក្រោមការគ្រប់គ្រងដោយមនុស្សម្នាក់ហើយប្រើប្រាស់ដើម្បីការពារប្រយោជន៍គ្រួសារនិងបកពួករបស់ខ្លួនបើទោះបីជាសមាជិកគ្រួសាររបស់នាយករដ្ឋមន្ត្រីធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងណាក៏ដោយអង្គការឃ្លាំមើលពិភពលោកមួយនេះក៏បានលើកឡើងពីករណីប្អូនជីដូនមួយរបស់លោកហ៊ុនសែនឈ្មោះឌីប្រឹមដែលធ្លាប់ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល2ឆ្នាំកន្លះកាលពីឆ្នាំ2011ករណីធ្វើឯកសារคล้ายៗរំលោភដីទំហំ 5.6 ហិកតាក្នុងទីក្រុងភ្នំពេញប៉ុន្តែរហូតមកដល់ពេលនេះគេមិនដែលឃើញនៃការចាប់ខ្លួនឌីប្រឹមនោះឡើយហើយថែមទាំងបានទទួលងារជាអង្គការថែមទៀតផងករណីនីតិរដ្ឋភាពមួយទៀតគឺកាលពីឆ្នាំ2000លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បញ្ជាឲ្យសមត្ថកិច្ចចាប់ក្មួយប្រុសរបស់លោកគឺលោកហ៊ុនជាដែលបាញ់បោះរួមទាំងកូនមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀតពេលនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថាកូននរណាក៏ដោយកូនរបស់លោកក៏ដោយឲ្យតែប្រព្រឹត្តបទឧក្រិដ្ឋត្រូវទទួលទោសតាមច្បាប់4ថ្ងៃក្រោយមកហ៊ុនជាត្រូវបានដោះលែងឲ្យមានសេរីភាពធម្មតាខ្ញុំមកមនីរតទូរទស្សន៍អាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ